សួស្តីប្រិមិត្ត Vertex សូមស្វាគមន៍មកកាន់វគ្គទី14នៃ Crypto 101ថ្ងៃនេះយើងនឹងនិយាយអំពី Ethereum ETH ថាតើវាជាអ្វីហើយអ្វីវាត្រូវបានបង្កើតឡើងនិងប្រើសម្រាប់អ្វីតោះចាប់ផ្ដើម Ethereum ETH គឺជាមូលនិធិវិនិយោគដែលតាមដានតម្លៃរបស់ Ether ដែលជារូបិយប័ណ្ណរបស់ Ethereum ហើយអាចជួញដូរបាននៅលើទីផ្សារភាគហ៊ុននៅសហរដ្ឋអាមេរិកវាត្រូវបានអនុម័តជាផ្លូវការកាលពីខែកក្កដាឆ្នាំ2024ដោយ SEC បានអនុញ្ញាតឲ្យអ្នកវិនិយោគទិញ Ethereum ដោយមិនចាំបាច់កាន់កាប់វាដោយផ្ទាល់ Ethereum ETH ត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យការវិនិយោគនៅលើ Ether កាន់តែងាយស្រួលនិងទាក់ទាញសម្រាប់អ្នកវិនិយោគបែបប្រពៃណីវាជួយឲ្យអ្នកចូលរួមក្នុងទីផ្សារ Crypto ដោយមិនចាំបាច់រៀនអំពីកាបូប Digital ឬបារម្ភអំពីសុវត្ថិភាពខណៈដែលនាំ Ethereum ទៅកាន់ហិរញ្ញវត្ថុធំវាជួយឲ្យអ្នកចូលរួមក្នុងទីផ្សារ Crypto ដោយមិនចាំបាច់រៀនអំពីកាបូប Digital ឬបារម្ភអំពីសុវត្ថិភាពវាត្រូវបានប្រើសម្រាប់អ្នកដែលចង់រកប្រាក់ចំណេញពីការឡើងថ្លៃរបស់ Ethereum ដោយមិនចង់គ្រប់គ្រងវាដោយផ្ទាល់ឧទាហរណ៍អ្នកអាចទិញភាគហ៊ុននៅ Ethereum ដូចជា iShare Ethereum Trust នៅលើផ្សារភាគហ៊ុនបាននោះហើយជា Ethereum ETH តើអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចសូមប្រាប់យើងនៅក្នុងមតិយោបល់ហើយកុំភ្លេចតាមដានវគ្គបន្ទាប់សូមអរគុណជួបគ្នានៅវីដេអូក្រោយ